ហ្នឹងយើងចូលមកដល់លំហាត់ខរបស់យើងចំពោះលំហាត់ខរបស់យើងហ្នឹងគឺធ្វើដោយលំហាត់កដែរតែយើងត្រូវមើលសិនថាតើលំហាត់ខរបស់យើងហ្នឹងប្រធានគេចង់ឲ្យយើងរកអីគេខ្លះហើយគេប្រាប់មកយើងអីគេខ្លះចំពោះលំហាត់ខប្រធានគេឲ្យមក 2y បូក1លើ3បូកជាមួយនឹង 5y ដល់ y បូកជាមួយនឹង5ដល់ y លើ4ស្មើជាមួយនឹង1ដល់ 3y ដល់2លើ6អញ្ចឹងប្រធានរបស់យើងហ្នឹងគឺគេចង់ឲ្យយើងរកតម្លៃ y ប៉ុន្តែមុននឹងយើងទៅដល់ការរកតម្លៃ y ហ្នឹងគឺយើងត្រូវតម្រូវភាពបែងរួមវាសិនចំពោះភាពបែងរបស់វាហ្នឹងមាន3មាន4និង6គឺធំជាងគេបើសិនជាយើងយកភាពបែង6តើវាចែកដាច់ជាមួយនឹង4និង3ឬអត់អញ្ចឹងយើងមើលសិនបើសិន6ចែកនឹង3គឺបាន2ប៉ុន្តែ6ចែកជាមួយនឹង4គឺអត់បានទេអញ្ចឹងយើងដាក់ភាពបែងថ្មីមកយើងគិតនៅក្នុងចិត្តមកថាយើងគួរដាក់ភាពបែងណាអញ្ចឹងយើងដាក់មកគឺភាពបែង12អញ្ចឹង12ចែកនឹង2គឺ12ចែក6គឺបាន2យក12មកចែកនឹង3ដែរមក12ចែក3គឺបាន4ហ្នឹង12ចែក4 12ចែក4គឺបាន3អញ្ចឹងភាពបែងរួមរបស់យើងហ្នឹងគឺ12អញ្ចឹងយើងដាក់សញ្ញាស្មើវាមកដាក់ឲ្យស្មើគ្នានៅលើហ្នឹងណាយើងដឹងហើយថា3គុណជាមួយនឹង4គឺបាន12ចំពោះភាគបែងគុណជាមួយនឹងប្រមាណភាគយកក៏ត្រូវគុណនឹងប៉ុណ្ណឹងដែរអញ្ចឹង 2y បូក1ពាក់វងកញ្ចក់មកគុណជាមួយនឹង4បូកជាមួយនឹងភាគបែងវាគឺ4អញ្ចឹងយើងដឹងហើយថា4គុណជាមួយនឹង3គឺបាន12អញ្ចឹងយើងដាក់មក4គុណ3ចំពោះភាគបែងគុណប៉ុណ្ណាភាគយកក៏ត្រូវគុណប៉ុណ្ណឹងដូចគ្នាគុណជាមួយនឹង3តោះ1គឺអត់មានភាគបែងអញ្ចឹងយើងគុណវានឹង12មក1គុណ12លើ12ដកជាមួយនឹង 3y ដក2ភាគបែងរបស់វាគឺ6គុណនឹង2គឺបាន12ចំពោះភាគបែងគុណប៉ុណ្ណាភាគយកក៏គុណប៉ុណ្ណឹងដូចគ្នាគុណជាមួយនឹង2បន្តមកទៀតគឺយើងគុណវាចូលមកគុណពលិតទាំងសោមវាហ្នឹងណាដាក់មក12អញ្ចឹងយើងយក4គុណពលិតវាមកអញ្ចឹង4គុណនឹង 2y គឺបាន8y បន្តមកទៀតយើងយក4គុណជាមួយនឹង1អញ្ចឹងបានបូក4យើងគុណពលិតវាទៀតមក4គុណ3គឺ12 3យើងគុណពលិត3វាមក3គុណជាមួយនឹង5គឺបាន15ដកជាមួយនឹង3គុណ y គឺបានដក 3y ស្មើ12ចែក12ដក6គុណ2គឺបាន12បន្តមកទៀតយើងយកមកភាគយកគឺយើងគុណពលិតវាដែរមកអញ្ចឹង2គុណនឹង 3y គឺបាន6y ដកជាមួយនឹង2គុណជាមួយនឹង2គឺបាន4ពេលដែលយើងគុណវាបានប៉ុណ្ណឹងហើយគឺយើងដាក់វារួមសិនមកអញ្ចឹងបានដាក់វាមួយសិនមកអញ្ចឹង 8y បូក4 8y បូក4បូកជាមួយនឹង15ដក 3y ភាគបែងរបស់វាគឺ12ដដែលបន្តមកទៀតគឺយើងដាក់ខាងនេះម្ដង12ដកជាមួយនឹង 6y ដក4ចែក12ពេលដែលយើងបានវាប៉ុណ្ណឹងហើយគឺយើងលុបភាគបែងវាចោល
Chẳng gian bán 8y បូក 4 បូក 15 ដក 3y ស្មើ 12 ដក 6y កន្លែងនេះគឺយើងត្រូវគុណសញ្ញាចូលអញ្ចឹងដក 2 គុណជាមួយនឹង 3y គឺបានដក 6y ត្រូវហើយចំណែកដក 2 គុណជាមួយនឹងដក 2 គឺបានបូក 4 អត់ទេយើងឡើងចេះវិញដក 4 បន្តមកទៀតគឺយើងគុណសញ្ញាវាចូលម្ដងអញ្ចឹងដក 6y កន្លែងហ្នឹងត្រូវហើយប៉ុន្តែដកគុណនឹងដកគឺបានបូកអញ្ចឹងកន្លែងនេះគឺបូក 4 វិញម្ដងជាដាក់មកបូក 4 បន្តមកទៀតយើងកណនាវាមកអង្គសិនមក 8y ដក 3y គឺបាន 5y 4 បូក 15 គឺបាន 19 ស្មើ 12 យើងដាក់ 6y មកមុខមក 12 បូក 4 គឺបាន 16 បន្តមកទៀតគឺយើងបោះតួណាដែលមានអញ្ញដូចគ្នាហ្នឹងទៅអង្គមកខាងអញ្ចឹងយើងដាក់មក 5y ដាក់មកដដែលមកហើយយើងបោះដាក់ 6 ចំពោះដាក់ 6 នៅអង្គទី 2 គឺសញ្ញាដកអញ្ចឹងយើងបោះទៅអង្គទី 1 គឺសញ្ញាបូកអញ្ចឹងយើងបានបូក 6y ស្មើ 16 ដាក់មកដដែលមក 9 នៅអង្គទី 1 គឺបូកពេលដែលយើងបោះទៅអង្គទី 2 គឺដកអញ្ចឹងបានដក 19 5y បូក 6y គឺបាន 11y ស្មើជាមួយនឹង 16 ដក 19 គឺបានដក 3 គឺយើងយកសញ្ញាតាមវិធមណាបន្តមកទៀតគឺយើងទាញរក y នាំឲ្យ y ស្មើដក 3 ចែកនឹង 11 ដូចនេះ y ស្មើដក 3 ចែក 11 ជាចម្លើយ